វីដេអូសម្រាប់អ្នកម៉ាក់ថ្មីថ្មោងត្រៀមបូមទឹកដោះក្រោយសម្ដែងឲ្យភ្លាមចាប់ផ្ដើមបូមទឹកដោះកាន់តែលឿនកាន់តែល្អទៅតាមលទ្ធភាពដែលម៉ាក់អាចធ្វើទៅបានព្រោះការដែលឆាប់បូមទឹកដោះគឺធ្វើឲ្យមានការរំញោចទៅដល់ខ្លួនប្រាណរបស់យើងឲ្យកាន់តែផលិតទឹកដោះមកកាន់តែច្រើនម៉ាក់អាចចាំរហូតទាល់តែមានទឹកដោះច្រើនទើបចាប់ផ្ដើមធ្វើការបូមទឹកដោះនោះទេបូមទឹកដោះរៀងរាល់2ម៉ោងម្ដងសូម្បីតែពេលយកប៉ះក៏ងើបបូមដែរដើម្បីធ្វើត្រាប់តាមការបំបើដោះផ្ទាល់ការដែលធ្វើបែបនេះមិនត្រឹមតែជួយឲ្យទឹកដោះរបស់ម៉ាក់ឆាប់កើនោះទេវាថែមទាំងជួយកាត់បន្ថយហានិភ័យនៃការស្ទះក្រពេញដោះថែមទៀតផងកុំ stress កុំពិបាកចិត្តព្យាយាមបូមទឹកដោះប៉ុន្តែត្រូវគិតពីសុខភាពទាំងផ្លូវកាយផ្លូវចិត្តរបស់ម៉ាក់ផងអាចញ៉ាំវីតាមីនណាបង្កើនទឹកដោះបន្ថែមទៀតបានតែកុំភ្លេចញ៉ាំជាមួយនឹងទឹកឲ្យបានច្រើនផងហើយកាល់ស្យូមក៏អញ្ចឹងដែរត្រូវញ៉ាំបន្ថែមដើម្បីសុខភាពឆ្អឹងរបស់ម៉ាក់ដូចជាសុខភាពទូទៅផងដែរពីខ្ញុំអ្នកគ្រូមនីអ្នកប្រឹក្សាការបូមទឹកដោះពី Page Nami ក៏ដូចជាអ្នកម្ដាយដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមកូនចំនួន2នាក់ទាំងការបំបែដោះផ្ទាល់ក៏ដូចជាការបូមទឹកដោះអីគេក្រោយសម្រាលឲ្យភ្លាមតម្រូវឲ្យបូមទឹកដោះ2ម៉ោងម្ដងហើយអត់មានអាណិតអ្នកក្រោយសម្រាលអីសោះហ្មងមែនក្រោយសម្រាលឲ្យភ្លាមហ្នឹងឲ្យគ្នាបូម2ម៉ោងម្ដងអីក៏ធ្វើបាបគ្នាមិនមែនលោកអើយហេតុអីបានជាក្រោយសម្រាលហើយគេណែនាំឲ្យម៉ាក់នៅក្រោម3ខែបូមទឹកដោះរៀងរាល់2ម៉ោងម្ដងតោះមកស្ដាប់ហេតុផលជាមុនសិនតាមពិតទៅការដែលយើងបូមទឹកដោះរៀងរាល់2ម៉ោងម្ដងហ្នឹងគឺជាការធ្វើត្រាប់តាមការបំបើដោះផ្ទាល់ព្រោះថាបើសិនជាម៉ាក់ជ្រើសរើសបំបើដោះផ្ទាល់ណាក៏ម៉ាក់ត្រូវបំបើដោះកូនណារៀងរាល់ពី2ម៉ោងម្ដងដែរនិយាយទៅខ្ទង់ពី8ទៅ12ដងនៅក្នុងមួយថ្ងៃដូច្នេះហើយទើបគេណែនាំឲ្យយើងធ្វើការបូមទឹកដោះរៀងរាល់2ម៉ោងម្ដងតែប៉ុន្តែការបំបើដោះក៏ដោយការបូមទឹកដោះក៏ដោយគឺជាយន្តការនៃការដកទឹកដោះចេញពីដើមទ្រូងរបស់យើងដូចគ្នាអញ្ចឹងគឺកាន់តែដកហើយកាន់តែទៀងទាត់គ្រប់នាទីហើយកាន់តែទៀងទាត់តាមកាលវិភាគទឹកដោះរបស់ម៉ាក់នឹងឆាប់កើនបន្ថែមពីលើនេះទៀតតើការដែលបូមឬក៏ការដែលបំបើទៀងទាត់2ម៉ោងម្ដងនេះណាបានជួយអ្វីម៉ាក់ទៀតក្រៅពីជួយឲ្យទឹកដោះរបស់ម៉ាក់ឆាប់កើនណាគឺជួយកាត់បន្ថយហានិភ័យស្ទះក្រពេញដោះនិយាយទៅគ្រាន់តែលើពីពាក្យថាស្ទះក្រពេញដោះបើសិនជាម៉ាក់ធ្លាប់ឆ្លងកាត់ម៉ាក់ដឹងហើយគឺអត់ងាយស្រួលទេណាម៉ាក់ឈឺក៏ឈឺហើយបារម្ភថែមទៀតផងអញ្ចឹងបើសិនជាអាចខ្ញុំជ្រើសរើសការបូមទឹកដោះឲ្យបានទៀងទាត់វិញព្រោះថាបើសិនជាស្ទះម្ដងខ្ញុំអាចនឹងត្រូវចំណាយរយៈពេលយូរជាងធម្មតាហើយមានអារម្មណ៍ថាឈឺមានការ stress មានការបារម្ភតែរាល់ពេលដែលខ្ញុំប្រឹក្សាពីការបូមទឹកដោះជូនម៉ាក់ដែលគាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះម៉ាមីខ្ញុំតែងតែប្រាប់គាត់ដែរបើថានេះជាការវិភាគក៏ដោយតែបើសិនជាយើងលើសខ្វះបន្តិចតួចឬក៏យើងកេងជ្រុលឬក៏យើងអស់កម្លាំងឬក៏សុខភាពយើងទ្រាំទ្រអត់បានទេយើងធ្វើទៅតាមលទ្ធភាពម៉ាក់អត់ឲ្យ stress ទេទឹកដោះសំខាន់ណាស់ប៉ុន្តែសុខភាពម៉ាក់ក៏ដូចជាផ្លូវកាយផ្លូវចិត្តរបស់ម៉ាក់គឺសំខាន់ជាងខ្ញុំហ៊ាននិយាយថាម៉ាក់ដែលគាត់ជឿជាក់ហើយគាត់អនុវត្តតាមកលឹះណែនាំរបស់ខ្ញុំហើយថែមទាំងអត់មានអារម្មណ៍ stress អត់អីគឺទឹកដោះរបស់គាត់កើនរហូតទៅដល់ដូរទូបង្កក់ទៀតអញ្ចឹងឲ្យសម្រាប់ម៉ាស៊ីនបូមទឹកដោះម៉ាមីម៉ាក់ដឹងហើយថាជាម៉ាស៊ីនបូមទឹកដោះអត់ខ្សែពាក់នៅក្នុងអាវហើយអាចប្រើប្រាស់បានតាំងពីសម្រាប់ឲ្យភ្លាមអត់ចាំបាច់ឆ្លាស់គ្នាជាមួយនឹងម៉ាស៊ីនមានខ្សែនោះទេបូមទឹកដោះអស់ពីទ្រូងបានល្អមែនតែនប៉ុន្តែអត់មានការឈឺចាប់នោះទេបើសិនជាអត់ទាន់ជឿទេអាចសាកល្បងខ្លួនឯងសិនបាន